ទូរស័ព្ទជាតិបារាំងភូបលិកស៊ីណាបានចេញផ្សាយវីដេអូស៊ើបអង្កេតរយៈពេល55នាទីលើព្រះមហាក្សត្រថៃវជ្ជរាលង្កនដោយលាតត្រដាងរឿងអាស្រូវរាជវង្សរាប់ទសវត្សរ៍របស់ទ្រង់ការគៀបសង្កត់ផ្នែកនយោបាយនិងការក្តាប់អំណាចរបស់រាជាធិបតេយ្យខ្សែភាពយន្តស៊ើបការសម្ងាត់នេះត្រូវបានចាក់ផ្សាយជាភាសាបារាំងនៅថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2025ដោយមានអ្នកទស្សនារាប់លានអ្នកនៅទូទាំងពិភពលោកវីដេអូនេះបង្ហាញពីអ្នកកាសែតបារាំងដែលក្លែងខ្លួនជាអ្នកទេសចរដើម្បីថតមហាក្សត្រវជ្ជរាលង្កនក្នុងអំឡុងពេលទ្រង់បង្ហាញខ្លួនជាសាធារណៈដ៏កម្រផ្នែកដំបូងនៃកម្រងស៊ើបអង្កេតរបស់ទូរទស្សន៍បារាំងនេះគឺខ្សែអាត់វីដេអូនៃពិធីខួបកំណើតដ៏ល្បីល្បាញនៅក្នុងឆ្នាំ2001របស់ភរិយាទី3របស់ព្រះអង្គគឺក្សត្រីស្រីរស្មីដែលត្រូវបានបង្ខំឲ្យអាក្រាតកាយស្ទើរតែទាំងស្រុងមន្ត្រីនិងបុគ្គលិករាជវាំងឈរមើលដោយមិនហ៊ានមាត់កដែលជារឿងអាស្រូវក៏ក្រៅប្រទេសថៃទូរទស្សន៍បារាំងថាសកម្មភាពរបស់មហាក្សត្រថៃនាពេលនោះបង្កឲ្យមានការភ័យខ្លាចថាម្ចាស់រាជាជាតិអង្គនេះនឹងក្លាយទៅជាក្សត្រដ៏មហន្តរាយនៅថ្ងៃណាមួយវីដេអូស៊ើបអង្កេតនេះក៏ជ្រៀតចូលជ្រៅទៅក្នុងជីវិតឯកជនរបស់ស្ដេចអង្គនេះដែរអាពាហ៍ពិពាហ៍ដំបូងរបស់ព្រះអង្គត្រូវបានរៀបចំដោយមាតារបស់ព្រះអង្គគឺម្ចាស់ក្សត្រីសិរីគិតដែលត្រូវជាក្មួយស្រីអាពាហ៍ពិពាហ៍នេះបានប្រេះឆាយ៉ាងឆាប់រហ័សដោយក្សត្រវជ្ជរាលង្កនបានតាក់ទងនារីដទៃដោយបើកចំហបន្ទាប់មកព្រះអង្គបានរៀបការជាមួយនឹងតារាសម្ដែងម្នាក់ជាភរិយាទី2និងមានកូនប្រុស4នាក់ដែលក្រោយមកត្រូវមហាក្សត្រអង្គនេះបណ្ដេញចេញពីប្រទេសថៃទៅសហរដ្ឋអាមេរិកទូរទស្សន៍បារាំងថាស្ដេចវជ្ជរាលង្កនបានបញ្ចេញរូបថតអាក្រាតកាយរបស់ភរិយាទី2ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះក្រៅពីរឿងអាស្រូវស្នេហាវីដេអូស៊ើបអង្កេតនេះបានបង្ហាញពីរបៀបដែលស្ដេចវជ្ជរាលង្កនពង្រឹងអំណាចបន្ទាប់ពីឡើងគ្រងរាជ្យនៅឆ្នាំ2016ព្រះអង្គបានសរសេររដ្ឋធម្មនុញ្ញឆ្នាំ2017ឡើងវិញដើម្បីគ្រប់គ្រងការិយាល័យទ្រព្យសម្បត្តិរាជវង្សដោយផ្លាស់ប្ដូរទ្រព្យសម្បត្តិជាតិទៅជាចក្រភពឯកជនដែលមានតម្លៃប្រហែលពី30ទៅ60ពាន់លានដុល្លារការកែប្រែនេះធ្វើឲ្យព្រះអង្គក្លាយទៅជាមហាក្សត្រដែលមានទ្រព្យច្រើនជាងគេបំផុតនៅលើពិភពលោកការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្របានឡើងទៅដល់ជាង800ករណីជារៀងរាល់ឆ្នាំហើយនិស្សិតសកម្មជននិងមេធាវីផងត្រូវជាប់ពន្ធនាគាររាប់ទសវត្សរ៍ខ្សែវីដេអូនេះរំលឹកឡើងវិញនៅការបាត់ខ្លួនរបស់អ្នកប្រឆាំងរាជានិយមយ៉ាងហោចណាស់9នាក់នៅប្រទេសឡាវនិងកម្ពុជាផងទូរទស្សន៍បារាំងដដែលបានទម្លាយបញ្ហានៃការស្នងតំណែងក្នុងព្រះជន្ម72វស្សាមហាក្សត្រវជ្ជរាលង្កននៅមិនទាន់ដាក់ឈ្មោះអ្នកស្នងតំណែងនៅឡើយទេព្រះអង្គម្ចាស់ឌីផាខនដែលជាអ្នកស្នងតំណែងផ្លូវការតែមួយគត់មានបញ្ហាប្រឈមនៅក្នុងការអភិវឌ្ឍបញ្ញាស្មារតីខណៈដែលរាជបុត្រាដែលនិរទេសខ្លួននៅអាមេរិកកំពុងវិលត្រឡប់ទៅថៃវិញដែលបង្កឲ្យមានចំនួនបកពួកនៅក្នុងរាជវង្សទូរទស្សន៍នេះបានបញ្ចប់ជាមួយនឹងសារផ្លែផ្កាថាស្ដេចវជ្ជរាលង្កនមើលទៅដូចជាព្រះអាទិត្យដែលមិនអាចប៉ះពាល់បានក៏ប៉ុន្តែនៅពីក្រោយរូបភាពនេះគឺរបបរាជានិយមដែលរង្គោះរង្គើដោយរឿងអាស្រូវការគៀបសង្កត់និងវិបត្តិផ្ទៃក្នុងដែលប្រទេសថៃមិនអាចលាក់បាំងបានខ្ញុំរស់សុធាពី News Today NTTV ឱកាសពិសេសសម្រាប់បងប្អូនដែលមកចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ CUS ចាប់ពីថ្ងៃទី15ខែវិច្ឆិការហូតដល់ថ្ងៃទី31ខែធ្នូឆ្នាំ2025នឹងទទួលបានកុំព្យូទ័រមួយគ្រឿងភ្លាមព្រមទាំងទទួលបានអាហារូបករណ៍ពិសេសផងដែរ